សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel សម្បត្តិដំណើររឿងហើយរឿងរ៉ាវរបស់យើងនៅថ្ងៃនេះដែរគឺនិយាយអំពីពូម្នាក់ដែលគាត់បានជួបហេតុការណ៍ចម្លែកនៅក្បែរដើមព្រីងហើយហេតុការណ៍នីមួយៗវាពិតជាសាហាវនិងគួរឲ្យខ្លាចដែលធ្វើឲ្យគាត់នឹងស្ទើរតែបាត់បង់ជីវិតអញ្ចឹងចោទដឹងថាហេតុការណ៍ទាំងនោះវាគួរឲ្យខ្លាចខ្លាំងកម្រិតណាតោះអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដែលសាច់រឿងរបស់យើងថ្ងៃនេះគឺបានការចែករំលែកមកពីបងប្រុសម្នាក់ដែលគាត់សុំមិនបញ្ចេញឈ្មោះហើយអញ្ចឹងadminក៏សុំដាក់ឈ្មោះគាត់ថាបងថាដែលបងថាហ្នឹងគឺគាត់បានចែករំលែកសាច់រឿងដែលលោកពូម្នាក់ដែរលោកពូម្នាក់ហ្នឹងគាត់រស់នៅក្នុងភូមិរបស់គាត់ណាហើយលោកពូម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាពូសុកហើយរឿងហ្នឹងផងដែរវាបានកើតឡើងនៅទីរួមខេត្តកំពង់ឆ្នាំងដែលភូមិរបស់ពូសុកហ្នឹងគឺជាភូមិមួយដែលនៅដាច់ស្រយាលខ្លាំងមែនទែនហើយសាច់រឿងដែលពូសុកគាត់បានជួបផ្ទាល់ហ្នឹងណាគឺវាបានកើតឡើងតាំងពីចំនួន KTV មិនទាន់ទំនើបមកម្លេះតាំងពីចំនួនដែលថាសម័យកៅជាងណាពុកម៉ែបងប្អូននិយាយទៅវាពិតជាយូរខ្លាំងមែនទែនដែលបងថាហ្នឹងគឺគាត់បាននិយាយថាពូសុកហ្នឹងណាកាលពេលជំនាន់ហ្នឹងគឺគាត់គឺជាមនុស្សដែលចូលចិត្តដើរលេងច្រើនណាហើយនឹងចូលចិត្តសប្បាយហើយនឹងពួកគាត់ហ្នឹងតែងតែទៅចូលការ៉ាអូខេណែនៅក្នុងភូមិរបស់គាត់ហ្នឹងណាហើយគាត់បាននិយាយទៀតថាជំនាន់ហ្នឹងផងដែរកន្លែងការ៉ាអូខេគេហ្នឹងគឺគេរៀបជាកន្លែងប្រភេទជាបន្ទប់ណាប៉ុន្តែគឺអត់មានអីគេបាំងអីនោះទេរបៀបថាគេយកពាងននឬក៏កណាត់អីហ្នឹងគេដាក់បាំងតែប៉ុណ្ណោះហើយអញ្ចឹងគឺគេរៀបជាបន្ទប់អញ្ចឹងទៅហើយបងថាហ្នឹងគឺគាត់បាននិយាយទៀតថាពូសុកណាគាត់គឺជាមនុស្សចូលចិត្តដើរលេងផឹកស៊ីចូលកន្លែងការ៉ាអូខេហ្នឹងដើម្បីថាសប្បាយចូលចិត្តច្រៀងលេងច្រៀងអីចឹងទៅបន្តមកទៀតហ្នឹងនៅថ្ងៃមួយពូសុកហ្នឹងគាត់ក៏បានឮដំណឹងថានៅក្បែរភូមិរបស់គាត់ហ្នឹងគឺមានកន្លែងការ៉ាអូខេថ្មីមួយទៀតណាដែលគេទើបតែបើកអញ្ចឹងហើយពូសុកគាត់ក៏បានថាចង់ទៅកន្លែងការ៉ាអូខេហ្នឹងច្រៀងលេងច្រៀងអីពេលហ្នឹងដែរពូសុកគាត់ក៏បានបបួលមិត្តភ័ក្តិរបស់គាត់ដែលមិត្តភ័ក្តិរបស់គាត់នឹងផងដែរហ្នឹងគឺជាអ្នករស់នៅក្នុងភូមិមួយទៀតអញ្ចឹងហើយគាត់ក៏បានណាត់មិត្តភ័ក្តិរបស់គាត់ហ្នឹងដើម្បីទៅច្រៀងការ៉ាអូខេនៅកន្លែងភូមិថ្មីដែលគេទើបតែបើកហ្នឹងណាប៉ុន្តែផ្លូវដែលពូសុកគាត់ត្រូវឆ្លងកាត់ទៅដល់កន្លែងការ៉ាអូខេដែលគេទើបបើកថ្មីហ្នឹងគឺគាត់ត្រូវដើរឆ្លងកាត់ផ្លូវខាងក្រោយភូមិរបស់គាត់ហ្នឹងដែលផ្លូវក្រោយភូមិរបស់គាត់ហ្នឹងផងដែរហ្នឹងអ្នកភូមិដែលគាត់រស់នៅហ្នឹងគឺតែងតែនិយាយថាឲ្យតែពេលថ្ងៃឡើងហើយនឹងពេលយប់អីហ្នឹងគឺតែងតែមានចោលប្លន់សម្លាប់អញ្ចឹងហើយគឺគេអត់ដែរតែងតែដើរផ្លូវហ្នឹងនោះទេមិនថាទាំងពេលយប់មិនថាទាំងពេលថ្ងៃទេជាពិសេសនៅពេលយប់ផងដែរផ្លូវដែលនៅខាងក្រោយភូមិរបស់ពូសុកហ្នឹងណាគឺមានដើមព្រីងមួយទៀតដែលដើមព្រីងហ្នឹងគឺវាធំខ្លាំងមែនតើហើយនៅក្បែរដើមព្រីងហ្នឹងទៀតសោតគឺមានស្រះមួយទៀតណាអញ្ចឹងនៅកន្លែងដើមព្រីងហ្នឹងផងដែរចាស់ដែលនៅក្នុងភូមិរបស់គាត់ហ្នឹងគឺពួកគាត់បាននិយាយថាត្រង់ចំណុចកន្លែងដើមព្រីងហ្នឹងគឺមានព្រាយដែលព្រាយហ្នឹងគឺនៅក្នុងដើមព្រីងហ្នឹងណាហើយឲ្យតែអ្នកដែលគេឆ្លងកាត់ឬក៏ធ្វើដំណើរកន្លែងដើមព្រីងហ្នឹងណាគឺតែងតែត្រូវបានព្រាយកន្លែងដើមព្រីងហ្នឹងលងពួកគាត់រហូតនិយាយទៅមិនថាទាំងពេលថ្ងៃមិនថាទាំងពេលយប់នោះទេឲ្យតែអ្នកធ្វើដំណើរឆ្លងកាត់កន្លែងហ្នឹងគឺគេតែងតែជួបខ្មោចឬក៏ព្រាយកន្លែងដើមព្រីងហ្នឹងលងបន្លាចពួកគាត់រហូតយើងងាកមករកសាច់រឿងរបស់ពូសុកវិញដែលពូសុកគឺគាត់ដូចថាគាត់គឺជាមនុស្សដែលចូលចិត្តសប្បាយដើរលេងចូលការ៉ាអូខេច្រៀងលេងច្រៀងអីអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ដឹងថានៅផ្លូវខាងក្រោយភូមិរបស់គាត់ហ្នឹងគឺមានគេតែងតែនិយាយថាមានខ្មោចលងឬក៏ករណីប្លន់សម្លាប់អីអញ្ចឹងណាប៉ុន្តែពូសុកគឺគាត់អត់សូវបារម្ភឬក៏ខ្វាយខ្វល់អីខ្លាំងនោះទេនិយាយទៅឲ្យតែបានសុបាយគឺគាត់ទុករឿងខ្មោចលងឬក៏គេសម្លាប់អីហ្នឹងគឺគាត់ទុកម្ដុំហើយនៅថ្ងៃហ្នឹងផងដែរហ្នឹងពូសុកគាត់ក៏បានណាត់ជាមួយមិត្តភ័ក្តិរបស់គាត់ហ្នឹងណាដែលពួកគាត់ហ្នឹងនឹងទៅច្រៀងការ៉ាអូខេនៅភូមិថ្មីដែលគេទើបតែបើកហ្នឹងហើយនៅពេលល្ងាចដែលគាត់បានទៅហ្នឹងណាពូសុកក៏គាត់បានចេញដំណើរពីភូមិរបស់គាត់ហ្នឹងដើរតាមកាត់ខាងក្រោយផ្លូវភូមិរបស់គាត់ដែលជាផ្លូវមួយដែលគេតែងតែនិយាយថាមានខ្មោចមានព្រាយអីហ្នឹងណាគឺគាត់ដើរទៅពេលហ្នឹងប្រហែលជាម៉ោង8យប់ដែលពូសុកបាននិយាយថានៅពេលដែលគាត់បានដើរទៅលើផ្លូវហ្នឹងណាគឺគាត់អត់បានជួបហេតុការណ៍ឬក៏ជួបព្រាយឬក៏ខ្មោចលងអីនោះទេ
ពេលហ្នឹងពូសុកគាត់ក៏គិតថាប្រហែលជាវាមិនហ៊ានមកលងបន្លាចគាត់អីអញ្ចឹងណាព្រោះដោយសារតែគាត់ហ្នឹងដូចថាមិនសូវជាខ្លាចខ្មោចខ្លាចអីអញ្ចឹងណាអញ្ចឹងហើយក៏គាត់គិតថាប្រហែលជាវាមិនអីអញ្ចឹងទៅនៅពេលដែលគាត់បានដើរទៅដល់កន្លែងការ៉ាអូខេហ្នឹងណាពួកគាត់ក៏បានទៅច្រៀងលេងជាមួយមិត្តភ័ក្តិរបស់គាត់ហ្នឹងនៅកន្លែងភូមិហ្នឹងគឺគាត់ថាច្រៀងលេងច្រៀងអីសប្បាយខ្លាំងមែនតើគាត់ថាជំនាន់ហ្នឹងគឺនិយាយទៅគាត់ថាពេលចូលកន្លែងការ៉ាអូខេម្ដងហ្នឹងគាត់ថាសប្បាយខ្លាំងមែនតើណាបងប្អូនដែលគាត់ថាពេលយប់ហ្នឹងផងដែរពួកគាត់ហ្នឹងក៏ត្រូវច្រៀងរហូតដល់ម៉ោងប្រហែលជា1យប់ទៅពូសុកហើយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងបានត្រឡប់មកផ្ទះរៀងខ្លួនណាប៉ុន្តែនៅពេលដែលគាត់ច្រៀងការ៉ាអូខេហ្នឹងផងដែរហ្នឹងពូសុកហ្នឹងគាត់ក៏បានថាផឹកស្រាផឹកអីខ្លះដែរណាពេលហ្នឹងណាបន្ទាប់មកពូសុកគាត់ក៏បានត្រឡប់ចេញមកផ្ទះរបស់គាត់វិញប៉ុន្តែនៅពេលដែលគាត់ចេញមកផ្ទះរបស់គាត់វិញហ្នឹងគាត់ក៏បានសុំខ្ចីពិលរបស់ម្ចាស់កន្លែងការ៉ាអូខេហ្នឹងដើម្បីដើរមកផ្ទះវិញកុំឲ្យវាល្ងឹតពេកណាព្រោះដោយសារតែខែហ្នឹងវារៀងល្ងឹតអញ្ចឹងហើយគឺពិបាកមើលផ្លូវខ្លាំងមែនតើនៅពេលដែលពូសុកគាត់បានធ្វើដំណើរត្រឡប់មកភូមិរបស់គាត់វិញគាត់ក៏បានដើរដល់ចំណុចកន្លែងស្រះមួយណាពេលហ្នឹងពូសុកគាត់ក៏រៀងមានអារម្មណ៍ថាឈឺនោមណាគាត់ក៏បានទៅឈឺនោមបន្ទាប់ពីគាត់បានទៅឈឺនោមហើយគាត់ក៏បានដើរដល់ចំណុចកន្លែងដើមព្រីងហ្នឹងពេលដែលគាត់បានឈានជើងផុតចេញប្រហែលជា2ជំហាននៃកន្លែងដើមព្រីងហ្នឹងណាស្រាប់តែពូសុកគាត់ឮសំឡេងដូចមានអារម្មណ៍ថាដូចជាបាក់មេឈើដើមព្រីងហ្នឹងធ្លាក់មកដីណាពេលដែលគាត់ងាកទៅមើលខាងក្រោយទៅគឺអត់ឃើញមេឈើធ្លាក់មកនោះទេអញ្ចឹងហើយគាត់ក៏ប្រហែលជាគិតថាវាមិនអីទេណាប្រហែលជាគាត់រៀងស្វឹងឬក៏ស្ដាប់ច្រឡំអីអញ្ចឹងទៅអញ្ចឹងហើយពូសុកគាត់ក៏បានធ្វើដំណើរទៅមុខទៀតគ្រាន់តែគាត់ធ្វើដំណើរបានមុខប្រហែលជា5ជំហានទៀតណាពូសុកគាត់ក៏ចាប់ផ្ដើមឮសំឡេងមនុស្សស្រីហ្នឹងហៅមកកាន់គាត់ណាបងប្អូនដែលសំឡេងហ្នឹងគាត់បាននិយាយថាអញ្ចេះបងទៅណាហ្នឹងបងគ្រាន់តែពូសុកគាត់ឮសំឡេងអញ្ចឹងណាគាត់ក៏ងាកមកក្រោយកន្លែងសំឡេងហ្នឹងប៉ុន្តែនៅពេលដែលគាត់ងាកមកក្រោយណាបងប្អូនគឺពូសុកហ្នឹងអត់បានឃើញនរណាគេអីនៅកន្លែងដើមព្រីងហ្នឹងទេរបៀបថាពេលដែលគាត់ងាកទៅខាងក្រោយហ្នឹងណាគឺល្ងឹតសូនសងគាត់គ្រាន់តែប្រចាំងពិលទៅមើលអញ្ចឹងទៅអត់មានឃើញណាគេមកឈរក្រោយគាត់នោះទេអញ្ចឹងហើយពូសុកគាត់ក៏បានដូចថាធ្វើដំណើរទៅមុខទៀតណាគ្រាន់តែពេលដែលគាត់ឈានជើងធ្វើដំណើរទៅមុខប្រហែលជាបាន5ជំហានទៀតស្រាប់តែពេលហ្នឹងពូសុកគាត់ក៏បានឮសំឡេងមនុស្សស្រីហ្នឹងហៅគាត់ម្ដងទៀតដែលសំឡេងហ្នឹងគាត់បាននិយាយថាបងទៅណាបងឲ្យអូនសុំទៅដែរផងបងបន្ទាប់មកពូសុកគាត់ក៏បានកលេចមកខាងក្រោយគ្រាន់តែគាត់កលេចមកខាងក្រោយហ្នឹងពូសុកគាត់ក៏បានឃើញព្រាយហ្នឹងឈរប្រហែលជា3ម៉ែត្រពីខាងក្រោយគាត់ណាដែលព្រាយម្នាក់ហ្នឹងគាត់ថាមុខគួរឲ្យខ្លាចខ្លាំងមែនតើភ្នែកវិញឡើងក្រហមតែតហើយមុខប្រឡាក់សិតតែឈាមហើយពេលដែលគាត់បានឃើញហ្នឹងរបៀបថាគាត់រៀងភ្ញាក់គាត់ក៏បានអុកគូតណាបងប្អូនបន្ទាប់មកគាត់ក៏បាននិយាយទៅកាន់ព្រាយវិញថាអត់ទេពេលហ្នឹងគាត់ឡើងកៀងមកស្ទុះពុកម៉ែបងប្អូនអើយនិយាយទៅអាណិតគាត់ខ្លាំងមែនតើណាគាត់របៀបថាគាត់រៀងភ្ញាក់ហើយទៅរៀងកៀងត្រង់ហ្នឹងហើយគាត់ក៏បានថាព្យាយាមកម្រើកខ្លួនកម្រើកដៃកម្រើកជើងគាត់ណាហើយគាត់ក៏កម្រើកបានគាត់ក៏រត់ចេញពីកន្លែងដើមព្រីងហ្នឹងសម្ដៅទៅរកភូមិរបស់គាត់វិញប៉ុន្តែនៅពេលដែលគាត់កំពុងតែរត់ទៅណាហើយគាត់ក៏ឆ្លៀតមើលខាងក្រោយដែរដល់ពេលដែលគាត់បានមើលទៅហ្នឹងគាត់ថាព្រាយហ្នឹងគឺវាហោះដេញតាមគាត់ខ្លាំងមែនតើដេញតាមគាត់រហូតដល់ចិត្តដល់ភូមិរបស់គាត់ហ្នឹងបានព្រាយហ្នឹងវាអលត់បាត់ខ្លួនវាទៅវិញណានៅពេលដែលគាត់រត់ទៅដល់ភូមិរបស់គាត់ហ្នឹងគាត់ក៏បានរត់ទៅដល់ផ្ទះរបស់គាត់ហើយគាត់ក៏បាននិយាយប្រាប់អ្នកផ្ទះគាត់ហ្នឹងថាជួយផងបន្ទាប់មកអ្នកផ្ទះរបស់គាត់ហ្នឹងក៏បានសួរគាត់ថាមានរឿងអីហើយរត់មកតែហេតុហត់អីខ្លាំងម៉េះបន្ទាប់មកពូសុកគាត់ក៏បាននិយាយប្រាប់សាច់រឿងដែលគាត់បានជួបនៅតាមផ្លូវដែលគាត់បានដើរមកវិញហ្នឹងណាគឺបានត្រូវព្រាយនឹងលងគាត់លងអីខ្លាំងមែនតើហើយចំណែកពូសុកនៅពេលដែលគាត់រត់មកវិញណាពុកម៉ែបងប្អូនគាត់ថារត់ផងយំផងស្រែកផងណាគឺគួរអាណិតគាត់ខ្លាំងមែនតើបន្ទាប់មកអ្នកផ្ទះរបស់ពូសុកហ្នឹងណាក៏បានប្រាប់គាត់ហ្នឹងឲ្យទៅមុជទឹកមុជអីហើយដើម្បីចូលទៅសម្រាប់ទៅស្អែកឡើងហ្នឹងចាំគិតគូទៀតណានៅពេលដែលពូសុកគាត់បានរៀបចំខ្លួនមុជទឹកមុជអីហើយគាត់ក៏បានចូលទៅគេងណាគាត់ថានៅពេលដែលគាត់កំពុងតែគេងនៅលើខែរបស់គាត់ហ្នឹងពុកម៉ែបងប្អូនគាត់ថាគាត់ភ័យឡើងញាក់ឡើងញ័រខ្លាំងមែនតើណានិយាយទៅយប់ហ្នឹងគឺគាត់គេលក់នោះទេនិយាយថាគាត់ខ្លាចខ្លាំង
រហូតដល់ស្អែកឡើងខាងគ្រួសាររបស់ពូសុកហ្នឹងណាក៏បាននាំពូសុកហ្នឹងទៅវត្តដើម្បីឲ្យបច្ចៅអធិការវត្តហ្នឹងស្រោចទឹកឲ្យពូសុកហ្នឹងណាបន្ទាប់ពីស្រោចទឹកឲ្យពូសុកហើយគាត់ក៏បានឲ្យលោកតាចៅអធិការវត្តហ្នឹងធ្វើរបស់ពាក់ជាប់ខ្លួនកុំឲ្យថ្ងៃក្រោយទៀតហ្នឹងត្រូវព្រាយហ្នឹងមកលងធ្វើបាបគាត់ទៀតណាបន្ទាប់ពីពូសុកគាត់ត្រូវបានលោកតាស្រោចទឹកឲ្យគាត់នឹងពាក់ខ្សែសីមាអីជាប់ខ្លួនហើយហ្នឹងណាគាត់ថាគាត់ក៏លែងបានជួបព្រាយហ្នឹងទៀតដែរហើយហេតុការណ៍ដែលពូសុកគាត់បានជួបហ្នឹងណាថ្ងៃក្រោយទៀតហ្នឹងពូសុកគាត់ក៏បានដូចថាលែងមានបំណងចង់ទៅច្រៀងខារ៉ាអូខេឬក៏គាត់ដូចថាដើរលេងយប់អីហ្នឹងគឺគាត់លែងទៅទៀតហើយព្រោះដោយសារតែខ្មោចលងកន្លែងណាំព្រីហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍ថាគាត់បាក់ស្បាតខ្លាំងមែនតើណានិយាយទៅពេលហ្នឹងបើសិនជាអត់មានលោកតាបច្ចាអធិការហ្នឹងស្រោចទឹកឲ្យគាត់ណាគឺគាត់ថាគាត់ភ័យខ្លាចឡើងថាឡើងខ្លាចខ្លាំងមែនតើស្ទើរតែជ្រុះសក់ណាពុកម៉ែបងប្អូនហើយរឿងរ៉ាវដែលបងថាគាត់បាននិយាយហ្នឹងណាគឺមានតែប៉ុណ្្នឹងនោះទេតើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងរបស់គាត់ណាហើយបើបងប្អូនទាំងអស់គ្នាពេញចិត្តនឹងការនិយាយរឿងរបស់adminហ្នឹងកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel admin ម្នាក់មួយផងហើយបើសិនបើ admin និយាយទៅប្រើពាក្យពេចន៍សម្ដីមិនសមរម្យអីហ្នឹងសូមខន្តីអភ័យទោសមកដល់ admin ហើយជាចុងក្រោយadmin មានតែពាក្យថាអរគុណដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់